បាទហើយជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងបន្ទាប់ពីយើងធ្វើការអាប់ដេតបាទ submit interest ទៅកាន់ Facebook ណាឥឡូវ Facebook តម្លាក់ឲ្យយើងលេង challenge ជាមួយនឹង Facebook ដើម្បីយើងគ្រប់ monetize ណាអញ្ចឹងបងប្អូនចុចទៅកាន់ monetize មកយើងនឹងមើលឃើញពាក្យថា challenge បាទ challenge តកតងជាមួយនឹងធ្វើយ៉ាងណាឲ្យយើងបាទមានថាដោះunlock monetize ណាបាទអញ្ចឹងនេះគឺជា tool CM បាទ CM ដែលយើងហៅកាត់ថា CM ប៉ុន្តែពាក្យពេញវាគឺ content monetize ណាអញ្ចឹងយើងទទួលបាន challenge មួយតកតងជាមួយនឹង unlock បាទ content monetize នេះបាទអញ្ចឹងបងប្អូនឃើញការណែនាំผ่าน Facebook ហើយអញ្ចឹងទី1យើងគេត្រូវការបាទ channel របស់យើងបាទឬក៏ Facebook របស់យើងហ្នឹងគឺតម្រូវឲ្យមានបាទអ្នកចូលទស្សនាណាមានថា reach បាទ 30,000 view ឬក៏ 300k view ណាបាទហើយរយៈពេលគឺមានតែ28ថ្ងៃទេបាទយើងត្រូវរក reach នឹងឲ្យបាន 300k ណាបាទអញ្ចឹងរបៀបធ្វើយើងចុច join challenge នេះមកបាទ join challenge នេះបាទអញ្ចឹងយើងចុចតែប៉ុណ្្នឹងមកគឺ channel របស់យើងមានថាយើងបានបាទ feedback ទៅកាន់ Facebook វិញហើយបាទ Facebook របស់យើងណាច្រឡំទៅ YouTube បាទអញ្ចឹង Facebook របស់យើងបាន feedback ទៅកាន់ Facebook វិញហើយអញ្ចឹងយើងបាទមានន័យថាយើងចុចមិញហ្នឹងគឺយើងព្រមព្រៀងគ្នាថាលេង challenge ជាមួយនឹង Facebook រយៈពេល28ថ្ងៃហ្នឹងដើម្បីរក reach បាទ 300k view ហ្នឹងបាទអញ្ចឹងបើ channel បាទសំទោសបើសិនជា Facebook របស់បងប្អូនអត់ទាន់មានតកតងជាមួយនឹងការលេង challenge នេះទេវាស្ថិតនៅក្នុងបាទ wait list អញ្ចឹងសូមបងប្អូនមេត្តារងចាំណាអញ្ចឹងបើសិនជាយើងចុចតកតងជាមួយនឹង join challenge វិញហើយអញ្ចឹងយើងធ្វើការបន្តផុសបាទរូបភាពវីដេអូឬក៏ text media ផ្សេងៗបាទដើម្បីយើងក៏រក 300k view ណាបាទអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹង